ថ្ងៃនេះខ្ញុំនាំយកនៅមេរៀនសំខាន់ទាំង10នៃសៀវភៅ Successful Selling ដោយ Brian Tracy ច្បាស់ណាស់សៀវភៅ Successful Selling ដោយ Brian Tracy ជាសៀវភៅណែនាំដ៏ពេញលេញសម្រាប់ជំនាញលក់ដ៏ជោគជ័យខាងក្រោមនេះជាចំណុចសំខាន់10ប្រភេទពីសៀវភៅនេះ 1. ការស្វែងរកអតិថិជន Prospecting ជាជំហានដំបូងសំខាន់បំផុតការលក់ដោយជោគជ័យចាប់ផ្ដើមពីការស្វែងរកអតិថិជនគោលដៅត្រូវកំណត់និងផ្ដោតទៅលើអតិថិជនដែលអាចទទួលបានអត្ថប្រយោជន៍ច្បាស់លាស់ពីផលិតផលឬសេវាកម្មរបស់អ្នក 2. កសាងទំនាក់ទំនងល្អ Build rapport ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនមានសារៈសំខាន់ដើម្បីបង្កើនទុកចិត្តនិងភាពជឿជាក់ត្រូវស្ដាប់យ៉ាងយកចិត្តទុកដាក់សួរសំណួរដែលត្រឹមត្រូវនិងបង្ហាញពីចំណាប់អារម្មណ៍ពិតប្រាកដក្នុងការជួយដោះស្រាយបញ្ហារបស់ពួកគេ 3. ផ្ដោតលើអត្ថប្រយោជន៍ Focus on benefits ការលើកឡើងអំពីអត្ថប្រយោជន៍នៃផលិតផលឬសេវាកម្មរបស់អ្នកគឺមានអានុភាពជាងការបង្ហាញលក្ខណៈពិសេសបង្ហាញឲ្យអតិថិជនឃើញថាផលិតផលរបស់អ្នកអាចដោះស្រាយបញ្ហារបស់ពួកគេបានយ៉ាងដូចម្តេច 4. ដោះស្រាយការបដិសេធឲ្យបានត្រឹមត្រូវ Handle objections gracefully ការបដិសេធគឺជាផ្នែកធម្មតានៃដំណើរការលក់កុំរត់គេចពីវាតែត្រូវដោះស្រាយវាដោយមានការយល់ដឹងនិងទំនុកចិត្តប្រើវាជាឱកាសក្នុងការពន្យល់បញ្ហានិងបង្ហាញពីតម្លៃពិតប្រាកដ 5. បិទការលក់យ៉ាងជោគជ័យ Close the sale ការបិទការលក់គឺជាគោលបំណងចម្បងនៃការលក់រៀននិងជំនាញបច្ចេកទេសក្នុងការបិទច្រើនប្រភេទដូចជា Assumptive close Trial close និង Summary close ដើម្បីស្នើអតិថិជនឲ្យទិញដោយមានទំនុកចិត្ត 6. ផ្ដល់សេវាកម្មល្អបំផុត Provide exceptional service ការលក់មិនបានបញ្ចប់នៅពេលអតិថិជនទិញទេត្រូវផ្ដល់សេវាកម្មល្អបន្ទាប់ពីការលក់ដើម្បីអភិវឌ្ឍទំនាក់ទំនងរយៈពេលយូរនិងធ្វើឲ្យអតិថិជនរីករាយអតិថិជនរីករាយអាចក្លាយជាអតិថិជនប្រចាំនិងជាអ្នកផ្សព្វផ្សាយជូនម៉ាករបស់អ្នក 7. បន្តការអភិវឌ្ឍខ្លួនជានិច្ច Continuous improvement វិស័យលក់គឺផ្លាស់ប្ដូរឥតឈប់ឈរត្រូវតែស្វែងយល់ពីនិន្នាការថ្មីចេះកែលម្អបច្ចេកទេសលក់និងទទួលយកមតិមនុស្សដទៃដើម្បីអភិវឌ្ឍខ្លួនជាអ្នកលក់មានសមត្ថភាពខ្ពស់ 8. គ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព Time management ការគ្រប់គ្រងពេលវេលាល្អមានសារៈសំខាន់សម្រាប់ជោគជ័យក្នុងការលក់ត្រូវផ្ដល់អាទិភាពដល់សកម្មភាពដែលបង្កើនតម្លៃខ្ពស់ដូចជាការស្វែងរកអតិថិជននិងការបិទលក់ហើយកាត់បន្ថយសកម្មភាពខាតពេល 9. រក្សាអារម្មណ៍វិជ្ជមាននិងភាពអត់ធ្មត់ Stay positive and persistent ការលក់អាចនឹងមានការប្រឈមជាច្រើនតែការរក្សាការគិតវិជ្ជមាននិងអត្តចរិតអត់ធ្មត់គឺជាគន្លងដើម្បីឆ្លងកាត់ឧបសគ្គនិងទទួលបានជោគជ័យទទួលយកការបដិសេធជាផ្នែកនៃដំណើររបស់អ្នក 10. វិនិយោគក្នុងការអភិវឌ្ឍខ្លួន Invest in self development វិនិយោគលើការអភិវឌ្ឍផ្ទាល់ខ្លួននិងវិជ្ជាជីវៈដើម្បីក្លាយជាអ្នកលក់ឆ្នើមចូលរួមសិក្ខាសាលាអានសៀវភៅនិងស្វែងរកអ្នកណែនាំដើម្បីបន្តអភិវឌ្ឍជំនាញនិងចំណេះដឹងរបស់អ្នកចំណុចទាំងនេះពីសៀវភៅ Successful Selling របស់ Brian Tracy ជាដំណោះស្រាយដ៏មានតម្លៃសម្រាប់អ្នកលក់ក្នុងការបង្កើតជោគជ័យក្នុងអាជីពនិងអាជីវកម្មសូមចុច Like និង Share ប្រសិនបើអ្នកគិតវាមានប្រយោជន៍ដល់អ្នក